បាទអ្នកទាំងអស់គ្នាចាប់ពីវីដេអូនេះទៅយើងខ្ញុំនឹងសូវសៀវភៅនៅលើអេក្រង់ឲ្យអ្នកទាំងអស់គ្នាមើលផងដែរអញ្ចឹងយើងចាប់ពី page ទី35នេះទៅទាំងអស់គ្នានៅថ្ងៃទី16ខែតុលាឆ្នាំ1963លោកអធិការបតីអា Deno បានលាលែងពីតំណែងហើយត្រូវបានជំនួសដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Louis Hart ឆ្នាំ1963ដល់ឆ្នាំ1966ដែលបានជំរុញសេដ្ឋកិច្ចអាល្លឺម៉ង់ក្រោមជំនួយនៃផែនការ Marshall ឲ្យក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចចាប់តាំងពីពេលលោក Louis Erhard រហូតដល់អធិការបតី Hejato-Kohl សុទ្ធតែបានធ្វើឲ្យសម្ព័ន្ធអាល្លឺម៉ង់ក្លាយទៅជាប្រទេសគំរូខាងផ្នែកសេដ្ឋកិច្ចនៅអឺរ៉ុបប៉ុន្តែក្នុងតំណែងរបស់លោក Kohl ត្រូវប្រឈមមុខនឹងបញ្ហារំជើបរំជួលដោយបញ្ហាចលនាសន្តិភាពដែលបានដង្ហែក្បួនបាតកម្មប្រឆាំងនឹងការតាំងកាំជ្រួចប្លង់ Phun-Pershing ដើម្បីប្រឆាំងនឹងប្រទេសប្លុកវ៉ាវ៉ាសូវីនៅសម័យសង្គ្រាមត្រជាក់4ការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ពិភពលោកទាំងមូលគិតថាការបែងចែកប្រទេសអាល្លឺម៉ង់ជាពីរនៅក្រោយសង្គ្រាមលោកលើកទី2គឺជាការអៀនខ្មាស់បំផុតការបែងចែកនេះធ្វើឲ្យពិភពលោករស់នៅក្នុងភាពរំជើបរំជួលក្រោមព្យុះនៃសង្គ្រាមត្រជាក់អស់ជិតកន្លះសតវត្សពេលដែលមានជញ្ជាំងបេឡាំងជានិមិត្តរូបដែលត្រូវគេផ្ដួលរលំនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1989ការកំណត់នៃការបញ្ចប់សង្គ្រាមត្រជាក់គឺការដួលរលំនៃអតីតសហភាពសូវៀតហើយការប្រកួតប្រជែងដណ្ដើមឧត្តមភាពគ្រប់គ្រងពិភពលោកត្រូវបញ្ចប់អាល្លឺម៉ង់ត្រូវបានបង្រួបបង្រួមគ្នានៅទៅជាប្រទេសតែមួយការបង្រួបបង្រួមប្រទេសចំណុចទី4.1ការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់មាន3ដំណាក់កាលដំណាក់កាលទី1នៅថ្ងៃទី1ខែកក្កដាឆ្នាំ1990ការធ្វើរូបិយប័ណ្ណមានឯកភាពតែមួយគឺបដូរប្រាក់ម៉ាស់ខាងកើតមកជា Deutsche Mark អាល្លឺម៉ង់ខាងលិចវិញដំណាក់កាលទី2នៅថ្ងៃទី3ខែតុលាឆ្នាំ1990ដូចគ្នានឹងដែរប្រកាសឲ្យមានឯកភាពផ្នែកនយោបាយហើយអតីតរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ចូលរួមជាមួយសហព័ន្ធអាល្លឺម៉ង់ដោយរំលាយរដ្ឋទាំង5ដំណាក់កាលទី3តាមរយៈសន្ធិសញ្ញាថ្ងៃទី12ខែកញ្ញាឆ្នាំ1990ពួកសម្ព័ន្ធមិត្តដែលបានឈ្នះសង្គ្រាមលើកទី2ទាំង4រួមមានសហរដ្ឋអាមេរិកសហភាពសូវៀតចក្រភពអង់គ្លេសនិងសហរដ្ឋបារាំងត្រូវបានដកទ័ពទាំងអស់ចេញពីទឹកដីអាល្លឺម៉ង់ទាំងពីរដើម្បីដោះលែងប្រទេសអាល្លឺម៉ង់ឲ្យមានសេរីភាពខាងនយោបាយពោលគឺប្រជាធិបតេយ្យនិងឯករាជ្យឡើងវិញការរងចាំរហូតដល់ខែកញ្ញាឆ្នាំ1994ទើបទ័ពសម្ព័ន្ធមិត្តដកអស់ពីទឹកដីអាល្លឺម៉ង់ជាស្ថាពរបញ្ហាទាំងដែលនៅសេសសល់គឺបញ្ហាព្រំដែនរវាងអាល្លឺម៉ង់និងប៉ូឡូញ2.4 វិស័យសេដ្ឋកិច្ចការរីកចម្រើនសេដ្ឋកិច្ចអាស្រ័យលើកត្តាអនុគ្រោះមួយចំនួនដូចជាតំបន់ជុំថ្មរធំរបស់អាល្លឺម៉ង់គឺតំបន់រូដែលជាប្រភពថាមពលសម្រាប់រោងចក្រធំមានរោងចក្រស្លដែកជាដើមភាពសម្បូរទៅដោយអហករដោយមានប្រាក់កម្រៃថោកមានប្រជាជនភៀសខ្លួនមកពីអាល្លឺម៉ង់ខាងកើតនិងអឺរ៉ុបប៉ែកខាងត្បូងមានក្រិចយូហ្គោស្លាវីនិងទូគីជាដើម
ប្រទេសអាល្លឺម៉ង់ត្រូវបានពលករជាច្រើននាក់ក្នុងមួយឆ្នាំដើម្បីជំនួសជនជាតិអាល្លឺម៉ង់ដែលមានវ័យចាស់ៗនៅសតវត្សទោសនៅទ្វីបអឺរ៉ុបមានតែអាល្លឺម៉ង់មួយគត់ដែលសម្បូរទៅដោយប្រជាជនដែលមានវ័យចំណាស់ពីព្រោះអត្រាកំណើនកុមារទាបពេកមានចំនួន10ភាគ1000ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ1951ការកសាងទ្វីបអឺរ៉ុបឡើងវិញគឺជាការបើកចំហទីផ្សារអាល្លឺម៉ង់ឲ្យកាន់តែទូលំទូលាយថែមទៀតគេបានមកពង្រីកតំបន់ឧស្សាហកម្មធំជាច្រើនកន្លែងនៅទូទាំងប្រទេសដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារឧស្សាហកម្មដ៏ល្បីល្បាញនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាល្លឺម៉ង់គឺរោងចក្រអគ្គិសនីរោងចក្រគីមីរោងចក្រស្លដែករោងចក្រផលិតគ្រឿងម៉ាស៊ីនធំអាល្លឺម៉ង់គឺជាប្រទេសនាំមុខគេខាងផ្នែកឧស្សាហកម្មផងដែរដូចជាស្ករទឹកដោះសាច់និងទទួលបានចំណាត់ថ្នាក់លេខ2សម្រាប់ការនាំចេញផ្លែឈើនិងដំឡូងបារាំងចំពោះវិស័យក្រៅប្រទេសអាល្លឺម៉ង់បាននាំចេញនាំមុខគេនៅទ្វីបអឺរ៉ុបខាងផ្នែកផលិតផលគីមីម៉ាស៊ីននិងរថយន្តចំណាត់ថ្នាក់លេខ3នៅលើពិភពលោកបន្ទាប់ពីជប៉ុននិងអាមេរិកបើគិតជាការទូទាត់ជំនាញពាណិជ្ជកម្មអាល្លឺម៉ង់បានចំណេញប្រាក់ច្រើនដោយការនាំចេញច្រើនជាងការនាំចូល4.3 វិបត្តិសង្គមសហព័ន្ធអាល្លឺម៉ង់ជាប្រទេសមួយដែលបានគិតក្នុងវិស័យសង្គមល្អជាងគេនៅទ្វីបអឺរ៉ុបចាប់តាំងពីប្រាក់ធនាគាររ៉ាប់រងអ្នកជំងឺប្រាក់ធនាគាររ៉ាប់រងជំងឺការងារអ្នកអត់ការងារធ្វើមនុស្សចាស់ជរានិយាយរួមគឺប្រជាជន85%ទទួលបានប្រាក់ធនាគាររ៉ាប់រងបើគិតជាប្រាក់សរុបចំនួន5,741,000 លានម៉ាក់នៅក្នុងឆ្នាំ1985ស្ត្រីមានសិទ្ធិស្មើនឹងបុរសដែលបែងចែកនៅក្នុងច្បាប់ជាមូលដ្ឋានស្ត្រីចំនួន1/2ចាប់ពីអាយុ15ដល់50ឆ្នាំទទួលបានការងារនៅខាងក្រៅផ្ទះតាមច្បាប់ស្ត្រីមានផ្ទៃពោះត្រូវបានឈប់សម្រាកនៅផ្ទះចំនួន6ខែក្រោយពេលឆ្លងទន្លេដើម្បីថែរក្សាទារកចំពោះផ្នែកសុខភាពវិញតាមការធ្វើជំរឿនឆ្នាំ1986គេរកឃើញមនុស្សប្រុសមានអាយុមធ្យម71ឆ្នាំចំណែកស្ត្រីវិញមានអាយុ77ឆ្នាំអត្រាមរណៈកុមារមានចំនួន9នាក់ក្នុង1000នាក់នៅទូទាំងប្រទេសអាល្លឺម៉ង់មានគ្រូពេទ្យចំនួន153,895 នាក់គឺគ្រូពេទ្យម្នាក់សម្រាប់ប្រជាជន376នាក់មានតនពេទ្យចំនួន34,415 នាក់និងឱសថការីចំនួន30,865 នាក់និងកែឡានុបដ្ឋាយិកាចំនួន263,465 នាក់នៅឆ្នាំ1986ចំពោះបញ្ហាចម្រោកវិញនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2មានផ្ទះ12លានខ្នងត្រូវបានបំផ្លាញចាប់ពីឆ្នាំ1949ដល់ឆ្នាំ1972រដ្ឋាភិបាលអាល្លឺម៉ង់បានសាងសង់ផ្ទះថ្មីចំនួន12លានខ្នងក្នុងឆ្នាំ1985ការចំណាយទឹកប្រាក់សម្រាប់សាងសង់ផ្ទះសម្បែងរហូតដល់40,000 លានម៉ាក់ផ្នែកសិក្សាធិការជាការទទួលបន្ទុករបស់រដ្ឋនីមួយៗ
ពីអាយុ6ឆ្នាំដល់18ឆ្នាំ កុមារទាំងអស់ត្រូវចូលរៀននៅបឋមចាប់ពីអាយុ6ឆ្នាំដល់10ឆ្នាំ បន្ទាប់មកគេត្រូវចូលរៀននៅមធ្យមសិក្សាដែលជាសាលាតម្រង់ទិសវិជ្ជាជីវៈដែលគឺសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ចូលរៀននៅថ្នាក់មហាវិទ្យាល័យនៅក្នុងសហព័ន្ធសហអាល្លឺម៉ង់មានសាលាវិជ្ជាជីវៈចំនួន 5,847 កន្លែងសាកលវិទ្យាល័យ56 កន្លែងជំរឿនឆ្នាំ 1986 អាល្លឺម៉ង់នៅអាល្លឺម៉ង់សាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេគឺ Heidelberg ដែលចាប់កសាងនៅឆ្នាំ 1356 មកម្ល៉េះ